រិះគន់ផតខេសបបោសុកលីណាសិតតែជាមនុស្សអត់លុយហេតុអីបើខ្ញុំនិយាយចង់អត់ព្រោះដោយសារតែមនុស្សផលបើស្អីគេមានសមត្ថភាពគេមានលុយគឺគេអត់មានរិះគន់នឹងរឿងប៉ុណ្ណឹងឯងត្រូវ first date គឺត្រូវ pay គេចឹងហើយមានរឿងអីទៅត្រូវ 50% អីចំណាំហ្នឹងហើយគ្រាន់តែគេអត់ចេញលុយថ្លៃច្រាស់ច្រំបុកកណ្ដាលដើមទ្រូងអា first date first ដួយហ្នឹងគឺ deal គេសិតតែគេអត់លុយបាទអញ្ចឹងខ្ញុំក៏រិះគន់ដែរអញ្ចឹងខ្ញុំក្រខ្ញុំលហាមដែរតែអញ្ចឹងបាទនេះខ្ញុំប្រាប់ណាមកពីអ្នកឯងរស់នៅសភាពជាងកែបក្នុងដងបើអ្នកឯងបានចេញទៅក្រៅប្រទេសជាពិសេសអ្នកឯងបានទៅជប៉ុនណាអ្នកនៅជប៉ុនដឹងក្នុងសង្គមជប៉ុនទំនាក់ទំនងរវាងស្នេហាក៏ដោយពូម៉ាក់ក៏ដោយរហូតដល់ប្តីប្រពន្ធការមានកូនក៏ដោយគឺតែងតែ50% ណាគេអត់ដែរព្រោះគេឲ្យតម្លៃថាការខំប្រឹងរបស់មនុស្សម្នាក់ៗគឺដូចគ្នាហើយមនុស្សម្នាក់ៗគ្រប់គ្នាគឺមានសម្ពាធដូចគ្នាតែសម្រាប់ខ្ញុំនៅជប៉ុន10ឆ្នាំប៉ុន្តែបើខ្ញុំទៅញ៉ាំអីមួយពូម៉ាក់ក៏ដោយបើខ្ញុំដឹងថាពូម៉ាក់ហ្នឹងគាត់មិនសូវមានជីវភាពទេគឺខ្ញុំចេញលុយឲ្យមកណាខ្ញុំអត់កាន់របៀបជប៉ុនទេហើយបើស្នេហាវិញបើខ្ញុំចេញទៅញ៉ាំអីគឺខ្ញុំតែងតែចេញលើគ្រប់មុខទាំងអស់ប៉ុន្តែដៃគូខ្ញុំហ្នឹងគឺគេតែងតែមានចិត្តសួរថាអស់ប៉ុន្មានគេជួយចេញគេមនុស្សប្រុសខ្លះគេដែលឆ្លាតគេដែលចង់ដឹងថាចរិតឯងចិត្តបានបានមួយម៉ាគេពេលតែការហើយណាឯងមិនចេញលុយទេគ្រាន់តែពេលដែលចេញហ្នឹងណាឯងធ្វើដកកាបូបចង់ជួយចេញហ្នឹងណាក៏គេដឹងថាឯងមានចិត្តដែរប៉ុន្តែប្រភេទអ្នកឯងនេះខ្ញុំគិតថាគឺសេរីពួកផ្អប់លុយទុកក្នុងកាបូបលុយតែម្ដងអញ្ចឹងហើយបានទៅជាជួបមនុស្សប្រុសដែលគេមិនយល់ចិត្តនោះណាហើយខ្ញុំផ្ដាំទៅប្រុសគ្នាយើងហ្នឹងហើយជាពិសេសបងប្អូនមួយចំនួនដែលប្រាក់ខែត្រឹម500ឬក៏ក្រោម500ណាធៀបពិតប្រាក់ខែប៉ុណ្ណឹងណាបើស្រឡាញ់ចំមនុស្សដែលមានកំណើតណាកុំថា500ប្រាក់ខែម្នាក់តែ250ក៏អាចរស់ហើយកសាងសម្ពុលហើយអនាគតអាចខ្លាយជាអ្នកមានបានដែរប៉ុន្តែបើ500ក៏ដោយប្រាក់ខែ1000ក៏ដោយ5000ក៏ដោយបើស្រឡាញ់ចំមនុស្សស្រីដែលកជឿធ្លុះមនុស្សស្រីដែលចេះតែវាច់ពុលទៅមកតាមបណ្ដាញសង្គមមនុស្សស្រីខ្លះចេះតែមានបានអូចាយលុយទាំងចឹងតែខ្លួនឯងជា creator បាទស៊ីលុយអំពីអតិថិជនអំពីមហាជនដែលគ្នាមានប្រាក់ខែ100 200បងកម្មករកម្មការនេះប្រាក់ខែ3 4 500ហ្នឹងដែលគាត់ចូលមើល view ហ្នឹងបានលុយចាស់ចំដោយសារតែពួកគាត់គ្រប់គ្រង content creator របស់ពួកឯងហ្នឹងប៉ុន្តែពួកនេះមួយចំនួននេះភ្លេចកំណើតហើយផ្ដាំទៅប្រព័ន្ធគ្នាយើងមួយទៀតថាបើសិនជាប្រាក់ខែតិចតួចទៀតមុនស្រឡាញ់រើសមើលផងថានារីណាដែរបើស្រឡាញ់អ្នកសពីកំណើតបើស្រឡាញ់គេដាក់លៀបលេសខ្លួនក៏សចោះប៉ុន្តែឲ្យសទាំងនិយាយទាំងចរិយាចាំស្រឡាញ់កុំឲ្យស្រឡាញ់អ្នកខ្លះខ្លួនឯងនិយាយអន់ហើយលៀបលេឲ្យសលៀបឲ្យយូរអាឡេវាពុលខួរក្បាលទៅវិលក្បងកើតជំងឺពុលក្ដួចណាស្ដាប់តថាមនុស្សស្រីដែលឡើងទៅនិយាយ podcast ហ្នឹងភាគច្រើនគឺគាត់សិតតែជា influencer ឬក៏គាត់ជា promoter ឬក៏គាត់ជាធ្វើការអីមួយដែលទទួលបានចំណូលអត់ក្រោមពី$1000ប្រចាំខែពេលខ្លះដល់10000ទៀតអញ្ចឹងត្រូវដឹងថាសមត្ថភាពគេហ្នឹងរលុយបានប៉ុណ្ណាប្រចាំខែមិនមែនគេអត់លុយឲ្យគេទៅចង់បាន standard មនុស្សប្រុសចេញមកអត់មានការងារធ្វើអត់អាច pay អីគេបានទេគេមានលុយដែរមិនគេចង់បានមនុស្សមានលុយដែរយល់អត់ហើយបើយើងមានលុយហើយយើងទៅយកមនុស្សប្រុសដែលអត់មានលុយផងយើងយកមកធ្វើស្អីមិនដេកមើលមុខគ្នាមែនបើសិនជាគេហ្នឹងអត់មានការងារធ្វើដេកអេសក្តិតនៅផ្ទះមានអីធ្វើទេបើក្តិតនេះឯងមកទេដេកអេសមួយថ្ងៃ100ដងតទៅកើតស្រែកនេះក៏អេសទៅអាណាខ្វល់ពេលធម្មតាដូចខ្ញុំតែងតែផ្ដាំបងប្អូនណាសម័យនេះស្រឡាញ់ត្រូវមើលអត្តចរិតបំផុតមិនមែនស្រឡាញ់ក្រដូចគ្នាអនាគតប្រកបច្បាស់តែក្រហើយណាបើចរិតបាននិយាយបានណាក្រមិនយូរទេជឿខ្ញុំគេទៅទៀមទាចង់បាននៅប្រុសបែបហ្នឹងអាហ្នឹងគឺវាខុសហើយតានេះគេមានការងារធ្វើមកគេដែរអត់យល់ទេមែនតានៅប្រុសភាគច្រើនបើសិនជាបដកម្មនៅរឿងហ្នឹងទាំងអស់ហ្នឹងគឺសិតតែមនុស្សប្រុសដែរអត់លុយតែអត់មានសមត្ថភាពមួយគេអត់មានសមត្ថភាពចំគេហ្មងខ្ញុំសុខចិត្តអត់លុយក៏ខ្ញុំមិនស្រឡាញ់មនុស្សស្រីណាដែលពុលក្ដួចពុលទៅមកតាមបណ្ដាញសង្គមដែរនិយាយច្បាស់ប៉ុណ្ណឹងបាទអរគុណបងប្អូន